សេចក្តីប្រកាសព័ត៌មានស្តីពីផលប៉ះពាល់លើតំបន់ជនស៊ីវិលនិងការការពារជនស៊ីវិលភៀសខ្លួនដែលកើតចេញពីសង្គ្រាមឈ្លានពានទឹកដីដោយរដ្ឋាភិបាលទីក្រុងបាងកកនិងយោធាថៃចាប់ពីម៉ោង 6:00 ល្ងាចថ្ងៃទី 14 ខែធ្នូរហូតដល់ម៉ោង 7:00 ព្រឹកថ្ងៃទី 15 ខែធ្នូឆ្នាំ 2025 ផ្កាយក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាសូមជូនដំណឹងដល់សហគមន៍ជាតិនិងអន្តរជាតិថាចាប់ពីម៉ោង 6:00 ល្ងាចថ្ងៃទី 14 ខែធ្នូដល់ម៉ោង 7:00 នាទីព្រឹកថ្ងៃទី 15 ខែធ្នូឆ្នាំ 2025 ការឈ្លានពានឥតឈប់ឈររបស់ភាគីថៃមកលើទឹកដីអធិបតេយ្យភាពរបស់កម្ពុជាចាប់តាំងពីថ្ងៃទី 7 ខែធ្នូបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពប្រជាពលរដ្ឋនិងតំបន់ស៊ីវិលដូចខាងក្រោម 1. ស្លាប់និងរបួសជនស៊ីវិលស្រីម្នាក់បានស្លាប់នៅខេត្តឧត្តរមានជ័យគិតត្រឹមម៉ោង 7 ព្រឹកថ្ងៃទី 15 ខែធ្នូឆ្នាំ 2025 ជនស៊ីវិលកម្ពុជាសរុបបានបាត់បង់ជីវិតកាលដល់ 13 នាក់និងរបួស 74 នាក់ 2. ការផ្លាស់ទីលំនៅរបស់ជនស៊ីវិលនៅខេត្តព្រះវិហារឧត្តរមានជ័យមន្ទីរមានជ័យបាត់ដំបងពោធិ៍សាត់កោះកុងនិងសៀមរាបមានជនភៀសខ្លួនសរុបចំនួន 121,372 គ្រួសារកើនឡើង558គ្រួសារស្មើនឹង405,758 នាក់កើនចំនួន 7,758 នាក់ក្នុងនោះមានស្ត្រីប្រមាណ 280,000 នាក់និងកុមារប្រមាណ 96,000 នាក់តួលេខទាំងនេះអាចផ្លាស់ប្តូរបាន 3. ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលមិនមានតួលេខធ្វើបច្ចុប្បន្នភាពទាក់ទងនឹងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដូច្នេះហើយចាប់ពីម៉ោង 7:00 នាទីព្រឹកថ្ងៃទី 15 ខែធ្នូឆ្នាំ 2025 ផ្ទះប្រជាពលរដ្ឋសរុបចំនួន 36 ខ្នងសាលារៀន 1 ខ្នងប្រាសាទបុរាណ 1 វត្ត 4 កន្លែងបួសព្រះសង្ឃ 1 ខ្នងអគារការិយាល័យគយនិងរដ្ឋាភិបាល 1 អគារកាស៊ីណូ 4 ខ្នងសណ្ឋាគារ 3 ខ្នងអគារបន្ថែម 2 ខ្នងមជ្ឈមណ្ឌលសហគមន៍កសិកម្ម 1 ខ្នងស្ពានថ្ម 1 គ្រឿងរថយន្ត 1 គ្រឿងស្ពានដែក 1 គ្រឿងឃ្លាំងស្តុកដំឡូងមី 1 កន្លែងព្រមទាំងទ្រព្យសម្បត្តិនិងទ្រព្យសម្បត្តិជាច្រើនផ្សេងទៀតត្រូវបានខូចខាតឬបំផ្លាញចោលលើសពីនេះសេវាសាធារណៈសំខាន់រួមទាំងសេវារដ្ឋបាលសេវាថែទាំសុខភាពនិងការអប់រំទូទាំងទីក្រុងស្រុកនិងឃុំត្រូវបានផ្អាកស្ទើរតែទាំងស្រុងដោយសារតែភាគីថៃមានការវាយប្រហារកាន់តែខ្លាំងប្រឆាំងនឹងតំបន់ស៊ីវិលដោយប្រើប្រាស់សព្វាវុធគ្រប់ប្រភេទតាមរយៈកងទ័ពជើងទឹកកងទ័ពជើងទឹកថៃនិងកងទ័ពអាកាសថៃក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីម្ដងទៀតនូវការគាំទ្រយ៉ាងពេញទំហឹងនិងភាពជឿជាក់ឥតងាករេចំពោះសមត្ថកិច្ចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងសមត្ថកិច្ចអគ្គមហាពញាចក្រីហ៊ុនម៉ាណែតដែលជាបុព្វបុរសដ៏ក្លាហាននិងជានាយករដ្ឋមន្ត្រីដ៏មានសមត្ថភាពរបស់កម្ពុជាក្រោមការដឹកនាំជាយុទ្ធសាស្ត្រនិងការណែនាំប្រកបដោយបទពិសោធន៍របស់សមត្ថកិច្ចតេជោនិងសមត្ថកិច្ចក្រុមព្រះកងកម្លាំងនៃកងយោធពលខេមរភូមិន្ទនិងនគរបាលការពារព្រំដែនក្រសួងមហាផ្ទៃបានរួមគ្នាឈរយាមការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិប្រកបដោយវិន័យសេចក្តីក្លាហាននិងការបដិញ្ញាចិត្តឈរយ៉ាងរឹងមាំនិងសម្រេចបាននូវរាល់គោលបំណងលើសមរភូមិភ្នំពេញថ្ងៃទី 15 ខែធ្នូឆ្នាំ 2025